ok ôn cho ra sẽ cái bây giờ này nó nên tập ban năng trong chọc á ôn mình trong ai trong số bị khen con bông nhá ở đây giờ bông đôi chi nên ai thời xưa phòng bông mình là cái khác để tới sắm phép về ai also khen mình snow ai thật to ở đây là phép thay ở đây mình ai xưa còn chắc mình hai cái họ thông nó về nào thay sắm phép hạt mình to ai chẳng trong ai cho cái thay là đọc này mình prepare so mình ai chọn là bị con phong năng trong đi hai còn chi hai thao mua để đọc này ở chọn bên con này trong số tiền mua để đọc này tới tiền nó cử what is the biggest challenge for this position vì mà hai thằng đọc này mình thầm tài cất pi phép chuẩn bịในการងារទេតែអ្នកគ្នាគឺគាត់ទៅដល់ពីឧបសគ្គដែលត្រូវជួបនៅពេលដែលធ្វើការហ្នឹងដើម្បីឲ្យអ្នកគ្នារៀបចំយុទ្ធសាស្ត្រដើម្បីដោះស្រាយវាទុកជាមុន Okay ចឹងសួរទី2 How would you describe a team culture ចង់ឲ្យបង្ហាញថាអ្នកគ្នាចង់សម្របខ្លួននិងសហការបានល្អជាមួយនឹងក្រុម Okay ចឹងសួរទី3ដែលអ្នកគ្នាអាចព្រាមបានថា Will there be opportunity for training or career development សួរអញ្ចឹងគឺបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកគ្នារយៈពេលវែងនិងមហិច្ឆតាខ្ពស់នៅក្នុងក្រុមហ៊ុនឬមួយក៏ផ្នែកមុខតំណែងមួយហ្នឹង show ថាអ្នកគ្នាមិនមែនគ្រាន់តែរកការងារប៉ុណ្ណោះទេប៉ុន្តែអ្នកគ្នាកំពុងតែស្វែងរកអាជីពមួយដែលរីកចម្រើននិង long term សម្រាប់សំណួរទី5នេះក៏សំខាន់ដែរសួរបានថា What is the skill should I focus on improving if I join this team បង្ហាញថាអ្នកគ្នាមានភាពចង់ដឹងចង់យល់ចង់រៀនសូត្រនិងចង់ធ្វើការនៅក្នុងក្រុមហ៊ុននេះមិនទៅឲ្យតែបាន interview ហើយមកផ្ទះវិញរពឹងថាគេនឹង call មករពឹងថានឹងបានជាប់នៅក្នុងការសម្ភាសន៍មួយហ្នឹងគឺអត់ទេការទម្លាប់ហ្នឹងចេញហើយត្រូវស្ថិមសំណួរនេះតែខ្ញុំបាននិយាយមិញហ្នឹងអញ្ចឹងបើជាអ្នកទាំងគ្នាចង់ដឹងព័ត៌មានតាក់ទងជាមួយនឹងការទៅសម្ភាសន៍ពាក់ព័ន្ធជាមួយនឹងការងារធ្វើការអីអាចតាក់ទងមកយើងបានឬក៏ comment ខាងខមខ្ញុំបញ្ចេញវីដេអូក្រោយពាក់ព័ន្ធជាមួយនឹងអ្នកគ្នាបានសួរអូខេកុំភ្លេចជួយ follow ផងដើម្បីទទួលបានព័ត៌មានថ្មីៗ